Yoសួស្តីអ្នកគ្នាខ្ញុំរូប៊ីហើយយើងបានជួបគ្នាម្ដងទៀតហើយជាមួយនឹងរឿងបើហ្វុកចិត្តដែលនេះវាគឺជាវគ្គទី3រដូវកាលទី2អញ្ចឹងណាហើយមុនចូលដល់សាច់រឿងយើងខ្ញុំក៏សូមអរគុណទៅដល់បងប្អូនម្នាក់ដែលគាត់នឹងគឺមានឈ្មោះថា Honor of King ដែលគាត់នឹងគឺបានចែកឲ្យខ្ញុំអស់ចំនួន32សេនបាទហើយខ្ញុំសូមជូនពរឲ្យគាត់នឹងវត្តទីបានទៅជុំជួបជុំគួរតាមអាយុយឺនយូរចាប់ផ្ដើមនៅវគ្គទី3នៃរដូវកាលទី2របស់យើងមកយើងក៏បានឃើញថាទូប៉ោះហ្នឹងគឺគាត់បាននិយាយទៅកាន់មីចាយស៊ីយុនថាអូគឺគាត់ហ្នឹងគឺបានសុំឲ្យមីចាយស៊ីយុនហ្នឹងគឺផ្ទះគាត់ក្តារមុខមកទៅហឹងអញ្ចឹងទៅមីចាយស៊ីយុននៅមុខហ្នឹងគឺគាត់សុំអីចម្លើយអញ្ចឹងគឺធ្វើឲ្យនាងគឺមានការឆ្ងល់ហ្មងឃើញមុនឆ្ងល់អញ្ចឹងបើហុកចិត្តរបស់យើងគាត់ក៏បានផ្ទះក្តារមុខគាត់តិចហើយក៏បានប្រាប់ទៅគាត់មុនថាផ្ទះគាត់មកនេះផ្ទះមកទៅហឹងមកចុះអីគេវិច័យស៊ីយូនគឺបានឃើញថាទូប៉យើងនឹងគឺគាត់ឃ្លានចង់ឲ្យនេះទាំងខាងពេកនឹងមកចាំយូរនេះក៏បាននិយាយថាអូខេចឹងរួចហើយនេះក៏បានលើកដៃរបស់នេះឡើងហើយក៏បានទៀះនាងបានទៀះឡើងជាមួយនឹងលបឿននិងកម្លាំងដៃយ៉ាងខ្លាំងប៉ុន្តែនឹងមិនទាន់ទៅមុខរបស់ទូប៉របស់យើងផងណាបើហុកចិត្តរបស់យើងនឹងក៏បានចាប់ដៃរបស់នាងទាន់បាត់ទៅហើយគាត់ចាប់ដៃរបស់នាងបានភ័យមកទូប៉របស់យើងណាក៏បានគិតចិត្តគាត់ថាអូតាមពិតគឺវាអញ្ចឹងឯងដើម្បីកុំឲ្យអ្នកគ្នាវល់គឺខ្ញុំសូមបញ្យល់អ្នកគ្នាតិចតាមពិតទៅគឺថាភ្នែកបច្ចេកភ្នែករបស់ទូប៉ហ្នឹងបច្ចេកភ្នែកអូយបាទអ្នកគ្នាបច្ចេកភ្នែកពីរបស់ទូពរបស់យើងហ្នឹងគឺវាអនុញ្ញាតឲ្យទូពរបស់យើងមើលរបស់អ្វីមួយដែលវាលឿនខ្លាំងនៅក្នុងស្ថានភាពមួយដែលវាយឺតហើយគឺបូកជាមួយនឹងភាពរហ័សរហួនរបស់គាត់ផងណាបើគាត់នឹងគឺអាចចាប់ដៃរបស់បងអូននឹងគឺបានចង្អឿនអញ្ចឹងហើយអ្នកគ្នាឃើញអាខ្មុំពាក់មុនអញ្ចឹងគឺគាត់អាចចាប់វាបានចង្អឿនហ្មងដែលធ្វើឲ្យមួយចៃស៊ីយូនហ្នឹងគឺមានការភ្ញាក់ផ្អើលហ្មងហើយទូពរបស់យើងនេះគឺគាត់នៅតែកាន់ដៃមួយចៃស៊ីយូនហ្នឹងហើយមើលទៅកាន់ដៃរបស់នាងជាមួយនឹងការកើតនៅលើទឹកមុខរបស់គាត់ឃើញអញ្ចឹងធ្វើឲ្យមួយចៃស៊ីយូនហ្នឹងនាងមានការយ៉ាងអៀនហ្មងហើយនាងក៏បានសួរទៅកាន់ឈីងហ្វឹងរបស់យើងជាមួយនឹងទឹកមុខបែបក្រហមថាម្ចាស់តូឈីងហ្វឹងតើវាមានអ្វីចម្លែកមែនអញ្ចឹងទូពរបស់យើងក៏បានបែរមកជាធម្មតាវិញហើយក៏បានតទៅកាន់នាងមួយថាអូគឺគ្មានអីទេវានឹងគឺគាត់តែថាដៃរបស់ម្ចាស់អីនេះគឺវាទន់រងខាងពេកដល់ថ្នាក់ធ្វើខ្ញុំនឹងពិបាកនៅក្នុងការរៀងដៃគឺអញ្ចឹងធ្វើម្ចាស់ស៊ីយូណាគឺថានាងកាន់តែអៀនទៀតហើយបន្ទាប់មកនាងក៏បាននិយាយបន្តថាអូអីឡូវណាតើពួកយើងណាគឺនឹងទៅរកលោនៅទីកន្លែងណាគឺអញ្ចឹងទូពរបស់យើងណាគាត់ក៏បាននិយាយថាអូខេខ្ញុំមកគឺនឹងជួនអ្នកទៅរកកណ្ដប់មីអូនស៊ីយូណាក៏បានថាអូខេហើយមកអូនហ្នឹងគឺនៅតែអៀនអញ្ចឹងហើយទូពរបស់យើងនៅតែអែលដៃរបស់គេអញ្ចឹងបាទអាប៉ានេះរកចិត្តហ្មងហើយស្អីរបស់យើងក៏បានកាត់មកអស់រយៈពេលយ៉ាង50ម៉ោងក្រោយមកនៅពេលនេះយើងក៏បានឃើញថាទូពរបស់យើងហ្នឹងគឺគាត់កំពុងតែដើរកាន់ផែនទីគាត់ក៏បានមើលទៅកាន់ផែនទីរួចហើយក៏បានមើលទៅមុខបន្ទាប់មកក៏បាននិយាយថាបើយោងទៅតាមផែនទីវាហ្នឹងគឺគូតែនៅទីកន្លែងនេះអូគឺថាគេហ្នឹងគឺបានមកដល់នៅភ្នំគូសួនហើយគឺថាវាមានសក់ចំហមួយគឺនៅនឹង system លោកចិត្តហ្នឹងវាក៏បានរត់មកផងដែរដោយវាហ្នឹងគឺបានដាក់ថាទីងដងអបអសាទរទៅកាន់លោកម្ចាស់ដែលអ្នកហ្នឹងគឺបានទទួលបាននៅ mission villain ថ្មីដែល mission ហ្នឹងផងដែរគឺដើម្បីទូពរបស់យើងហ្នឹងគឺវាកំណត់ចេញពីពរវិសានដែលទៅជាបតាបន្ទានពោពិធានសួរហ្នឹងឯងហើយរង្វាន់ដែលទូពរបស់យើងទទួលបានអំពីការបំពេញ mission មួយហ្នឹងគឺគាត់គឺទទួលបានហបពណ៌មាសដែលមានកំណត់នៅក្នុងហ្នឹងលឺចឹងទូពរបស់យើងក៏បានទុកផែនទីវិញរួចហើយក៏បានគិតចិត្តរបស់គាត់ថាអូវាមិនគួរឆ្ងល់ទេថាបើវិសានរបស់យើងហ្នឹងគឺគាត់មិនតបទៅកាន់ទីក្រុងធានសៀវិញគឺជាមួយនឹងវិច័យស៊ីនតាមពិតណាគឺថាគាត់ហ្នឹងគឺមកទីនេះដើម្បីតែមើលកំណប់សោះវិច័យស៊ីយន្តនៅក្បែរហ្នឹងនាងក៏បានលុកដៃទៅលំហហើយនាងក៏បាននិយាយថាអូតាប៉ាអេសាហ្នឹងគឺមិនដឹងមែនអូខែហ្នឹងអ្នកគ្នាបាច់ឆ្ងល់ទេថាអីបានជាអូន CU ហ្នឹងគឺបានដឹងថាភយសាហ្នឹងគឺនៅទីកន្លែងហ្នឹងតាមពិតទៅបើ YouTuber របស់យើងហ្នឹងគឺបានប្រាប់អូនហ្នឹងអីចឹងណាមកអូននឹងសួរចឹងទូពរបស់យើងក៏បានតទៅវិញថាអូវាណាគឺជាសមាជិកក្រុមរបស់អាក្រុមហ្គេងខ្លាហ្នឹងគឺជាអ្នកដែលបាននិយាយចឹងទៅចឹងហើយវាប្រហែលជាមិនមែនជាការបោកប្រាស់អីចឹងណាហើយគាត់ក៏បានបោះជំហានណាចូលក្នុងមហោហ្នឹងហើយក៏បាននិយាយបន្ថែមទៀតថាតោះពួកយើងទៅចឹងម្ចាស់ស៊ីជុនហ្នឹងក៏បានថាអូខេគាត់ទៅចូលមកដល់ក្នុងមហោហ្នឹងព្រាមគឺថាទូពរបស់យើងហ្នឹងគឺបានមកដល់ទីកន្លែងមួយដែលទីកន្លែងហ្នឹងគឺវាមានអសាទឹកមួយយ៉ាងធំហើយក៏មានថ្មមួយដែលមានអក្សរសាក់នៅហ្នឹងថា Mountain Boundary Mountain Boundary ហ្នឹងវាគឺកន្លែងសម្គាល់ដែរដូចជាតំបន់ហាមឃាត់របស់ភ្នំហ្នឹងឬក៏តំបន់ពិសេសរបស់ព្រំនឹងអីចឹងទៅគេដាក់ស្គាល់អីចឹងណាអាហ្នឹងគឺវាយោងទៅតាមការអានរឿងជាច្រើនរបស់ខ្ញុំទេបើសិនជាអាផ្សេងទៀតគឺខ្ញុំអត់ដឹងទេបាទទូពរបស់យើងក៏ឃើញចឹងព្រាមធ្វើគាត់ឲ្យមានការស្បាយចិត្តហ្មងហើយគាត់ក៏បាននិយាយថាអូតាមពិតវាគឺមាន Mountain Boundary នៅទីកន្លែងនេះសោះមិនចាំយូរទូពរបស់យើងក៏ចាប់ផ្ដើមដល់នៅសម្លៀកបំពាក់របស់គាត់ចេញចំណែកម្ចាស់ស៊ីយន្តទៅតែមកដល់វិញនាងក៏បានមើលជុំវិញហ្នឹងហើយក៏បានសួរទៅកាន់ទូពរបស់យើងថាតើទីកន្លែងនេះវាជាទីកន្លែងស្អីហ្នឹងតើពួកយើងហ្នឹងគឺមិនទៅរកអាប៉ាអ៊ីសានទេហ៎នាងហ្នឹងគឺរបបតែមើលនៅជុំវិញហ្នឹងនាងហ្នឹងគឺបានចាប់អារម្មណ៍ជាមួយនឹងការដោះសម្លៀកបំពាក់របស់ប្រវត្តិចិត្តរបស់យើងនោះទេទូពរបស់យើងគឺថាគាត់គឺបានដោះអាញតិចមកគឺនៅសល់ទៅតែខោក្នុងមួយទេហើយគាត់ហ្នឹងក៏បានតទៅកាន់នាងវិញថាអូឥឡូវនេះគឺវាមិនមែនជាពេលវេលាដើម្បីរកអាប៉ាអ៊ីសានហ្នឹងទេនិយាយហើយក៏បានកិនចិត្តរបស់គាត់ថាបើយោងទៅតាមឯកសារបុរាណរបស់គ្រូសាតកោឈិញ
គឺបាននិយាយថានៅក្នុងព្រំគូសួរណាគឺវាមានរសទឹកមួយដែលត្រូវបានគេហៅថា Mountain Boundary ហើយគាត់ណាក៏បាននិយាយចិត្តបកគាត់បន្ថែមទៀតថាជាមួយនឹងអាសាទឹកវិញ្ញាណមួយនេះគឺវាមាននៅគេហៅថា The Again Worm ដែលហ្នឹងវាគឺជាសរសៃនេះអីចឹងទៅអាសរសៃនេះហ្នឹងគឺចាំខ្ញុំបញ្យល់អ្នកគ្នានៅខាងចុងវីដេអូថាវាមិនម៉េចអូខេបន្តទៀតអាសាទឹកហ្នឹងគឺវាមាននៅសរសៃរបស់នេះហើយសរសៃនេះហ្នឹងគឺវាធ្វើឲ្យមាននៅធម្មពលវិញ្ញាណគឺអង្ចារទៅទឹកធម៌មកនៅក្នុងសារទឹកមួយហ្នឹងតែវាណាគឺនឹងធ្វើឲ្យអ្នកវឹកហាត់ដែលតាមនៅក្នុងហ្នឹងគឺបំបីកម្រិតយ៉ាងលឿនហ្មងហើយទូពវិញ្ញាណក៏បានបន្ថែមទៀតគឺថាបើសិនជាមានមនុស្សប្រុសនិងមនុស្សស្រីមកតាមជាមួយគ្នានិយាយសួរទៅគឺថាទូ cultivation ហ្នឹងគឺវាហ្នឹងក៏នឹងធ្វើឲ្យអារបៀបថាពេលវានៅក្នុងហ្នឹងគឺបានកអីចឹងទៅនិយាយសួរគឺថាដើរយឺតជាងមុនដែលថាមួយថ្ងៃនៅក្នុងសារទឹកហ្នឹងគឺវាស្មើនឹងមួយឆ្នាំនៅខាងក្រៅហ្មងចឹងន័យថានៅក្នុងសារទឹកហ្នឹងគឺវាមានដែនផ្ដាច់ពីគេចឹងទៅមើលទៅហើយអូនស៊ីហ្វឹងរបស់យើងហ្នឹងវាក៏បាននិយាយចិត្តជាលើកទី1000ទៀតថានៅពេលដែលគាត់គឺបានប្រើប្រាស់អំណាចអ្នកឋានសួគ៌កាលពេលមុនហ្នឹងគឺវាបានធ្វើឲ្យវងរបួសទៅដល់គឺធម្មពលរបស់គាត់អីចឹងទៅអំណាចអ្នកឋានសួគ៌ហ្នឹងគឺជាបច្ចេកទេសរបស់ទូពរបស់យើងសកម្មតែនឹងចាំហើយចំណែកឯឥឡូវនេះវិញគឺគាត់បានបង្រួមគ្នាជាមួយនឹងឆ្អឹងកម្ពូលហ្នឹងអីចឹងទៅប៉ុន្តែឆ្អឹងកម្ពូលហ្នឹងគឺវាស្ថិតនៅក្នុងការដំណាក់កាលបង្រួមបញ្ចូលនៅឡើយទេអញ្ចឹងគឺវារួមបញ្ចូលតែអត់ទាន់ពេញវិញអីចឹងទៅខ្ញុំមកយកអ្នកគ្នាចង់ដាច់ខ្យល់នេះនិយាយទៅវគ្គនេះគឺគេរៀបរាប់ច្រើនហ្មងហើយបើសិនជាការនិយាយរបស់សមាជិករបស់ក្រុមថៃក៏កែនឹងវាពិតជាការពិតមែននោះអញ្ចឹងមានន័យថាអាបែកឃើញសានជាមួយនឹងសមាជិករបស់ក្រុមថៃក៏កែដតីទៀតហ្នឹងគឺវាស្ថិតនៅក្នុងអាតំបន់នេះនៅឡើយទេមិនមែននៅកន្លែងសាសទឹកហ្នឹងឯងគឺនៅកន្លែងផ្សេងទៀតអីចឹងទៅគាត់ថានៅក្នុងលំហតែមួយអញ្ចឹងណាហើយខ្ញុំសូមកាត់មកទៅហើយបើសិនជាថាភាគីទាំងសងខាងហ្នឹងគឺបានប៉ះទង្គិចគ្នាគឺវានឹងបង្កើតទៅជាសមរភូមិយ៉ាងខ្លាំងក្លាហ្មងហើយបើនិយាយអំពីស្ថានភាពរបស់គាត់ឥឡូវនេះវិញមិនបាច់និយាយអំពីការលួចរបស់បែបអេសានទេសូម្បីតែឲ្យការពារខ្លួនរបស់គាត់ហ្នឹងមិនស្រួលគាត់ការពារបង្កើតផងហើយគឺថាគាត់មានកម្រងដើម្បីតាមទឹកឲ្យជាមុនសិនហើយបន្ទាប់មកគឺនឹងទៅមកពេញ mission របស់គាត់អីចឹងទៅអូវគ្គនេះនិយាយច្រើនណាវាគឺជាសំណាងល្អតែថាខ្ញុំហ្នឹងគឺជាមនុស្សដែលចូលចិត្តអានសភៅបើមិនចឹងទេខ្ញុំប្រហែលជាអាចនឹងមិនដឹងអំពីទីកន្លែងនេះនោះទេហើយគេនឹងក៏បានបង្ហាញអំពីសភៅដែលទូពោយើងកំពុងតែអានផងដែរដែលថាសភៅហ្នឹងគឺវាមានឈ្មោះថាក្បាច់ទាំង18នៅក្នុងបន្ទប់អាហ្នឹងស្អីគេវិញអ្នកគ្នារួចហើយមិនចាំយូរបើហុកចិត្តរបស់យើងគាត់ក៏បានដោះខោក្នុងរបស់គាត់ចេញញ៉ាម្លងពេលដោះហ្នឹងគាត់ហ្នឹងក៏បាននិយាយក្នុងចិត្តរបស់គាត់ផងដែរថាគាត់នឹងគឺមិនដឹងទេថាតើមានអ្នកផ្សេងដឹងពីទីកន្លែងនេះអត់ចំណែកឯម្ចាស់ទីយន្តនោះនាងក៏បានបែកក្បាលមកហើយក៏បាននិយាយឡើងថាអញ្ចឹងតែពេលណាបានយើងនឹងទៅរកអាប៉ែលេងសាណោះប៉ុន្តែតែពេលហ្នឹងគឺថាអ្វីដែលអ្នកបានឃើញហ្នឹងគឺធ្វើឲ្យនាងគៀងហ្មងបើហុកចិត្តរបស់យើងឃើញបងអូននឹងគៀងអញ្ចឹងវាក៏បានងាកមកមើលអានេះឲ្យហុកចិត្តមែនឃើញចឹងហើយមិនចាំយូរនាងក៏បានស្រែកមួយទំហឹងហើយក៏បានជួយដៃបងនាងនោះទៅចាប់ហើយភ្នែកបងនាងធំជាងមុនដើម្បីមើលទៅកាន់ទូពោះរបស់យើងឃើញបងនោះធ្វើសកម្មភាពអីលោកចិត្តចឹងមិនចាំយូរគាត់ក៏បានលោតទៅយ៉ាងលឿនដើម្បីចាំអូនហ្នឹងហើយនឹងហក់ចូលក្នុងទឹកសាមួយហ្នឹងគាត់ទៅធ្វើចូលទៅក្នុងទឹកហ្នឹងភ្លាមម្ចាស់ស៊ីយន្តមិនចាំយូរនាងក៏បានទាត់ទូពោះរបស់យើងចំពោះអស់ជើងមួយតតែប៉ាំងហើយនាងក៏បានងើបអង្គុយបន្ទាប់មកនាងក៏បានស៊ូទៅកាន់ទូពោះរបស់យើងតើនាងហ្នឹងគឺបានស្រែកស៊ូខ្លាំងទៅកាន់ទូពោះរបស់យើងថាតើទូពោះរបស់យើងនឹងកំពុងតែចង់ធ្វើស្អីហើយឈីងហ្វឹងដែលកំពុងតែក្តៅបងអូនតូចរបស់គាត់ជាមួយនឹងភាពឈឺចាប់ឡើងញ័រខ្លួនណាគេក៏បានធ្វើជាក្មេងតូចអីណាដោយបាននិយាយទៅកាន់បងអូនថាមិនបានបងអូនឯងគឺមកស្រែកទៅខាងដាក់គាត់អញ្ចឹងហើយគាត់ធ្វើណាគឺដើម្បីតែការពារនាងតែប៉ុណ្ណោះហើយសាក់ស្មៃមើលបើសិនជាពួកអាក្រុមកែងខ្លាហ្នឹងគឺដើរមកឲ្យឃើញតើវានឹងមានអីកើតឡើងមីចាយស៊ីយន្តរបស់យើងឬទូពោះរបស់យើងនិយាយចឹងនាងក៏បានជឿទូពោះរបស់យើងព្រាផងហើយក៏បាននិយាយថាអូតាមពិតគឺអ្នកធ្វើចឹងដើម្បីតែការពារខ្ញុំឯងទូពោះរបស់យើងក៏បានធ្វើជានិយាយទៀតបានហ្នឹងហើយបងអូនស៊ីយន្តណានាងក៏បានស៊ូទៀតដោយសារតែនាងគឺបានឃើញទឹកមុខរបស់ទូពោះរបស់យើងងើយអង្គុយកំសត់ពេកអញ្ចឹងដល់បានស៊ូថាតើគាត់ហ្នឹងគឺវងរបួសនោះទីកន្លែងណាចាំនាងហ្នឹងគឺជួយរៀបថ្នាំឲ្យអូមកតើកន្លែងដែលបងអូនហ្នឹងគឺទាត់ទូពោះរបស់យើងហ្នឹងប្រហែលជានាងចេះតែកន្លោះជើងប្រហែលជាតើដោយសារនាងភ័យផងអូនស៊ីហ្វឹងនោះណាគឺបងអូននឹងស៊ូចឹងធ្វើឲ្យគាត់បើកភ្នែកធំមកបន្ទាប់មកគាត់ក៏បានជាមួយខ្លួនរបស់គាត់ហ្នឹងចូលទៅក្នុងទឹកបន្តិចហើយក៏បាននិយាយឡើងថាយេមិនអីទេប៉ុន្តែបើសិនជាអ្នកហ្នឹងគឺពិតជាមានអារម្មណ៍ថាខុសពិតមែនណាអ្នកហ្នឹងគឺគូតែដោះសម្លេងពេលរបស់អ្នកវិញហើយក៏តាមទឹកជាមួយខ្ញុំតែមួយភេទទៅបានហើយអាបែកនេះរកចិត្តជួយមើលអូនស៊ីយន្តឯនោះហ្នឹងគាត់ទៅចឹងធ្វើឲ្យនាងមានការអៀនហ្មងហើយក៏បាននិយាយថាដោះសម្លេងពាក្យវាគឺជាពេលយប់ចូលចឹងហើយគឺថាខ្ញុំសមាធិទៅបាននៅតែល្អមែនទេណាមួយទៀតខ្ញុំក៏ยังអស់កម្លាំងដែរសារតែខ្ញុំរវល់ខ្លាំងអីចឹងទៅហើយនាងក៏បានបន្ថែមទៀតជាមួយនឹងមុខកំហល់របស់នាងថាដោះសម្លេងពាក្យឲ្យក៏តាមទឹកជាមួយនឹងគ្នាមែនឈីងហ្វឹងក៏បានតទៅវិញថាប្រកបណាបើសិនជាអ្នកណាគឺមិនដោះសម្លេងពាក្យរបស់អ្នកទេតើរាងកាយរបស់អ្នកណាគឺនឹងអាចសូបយកនៅអំណាចខាងវិញ្ញាណណាដោយរបៀបណាហើយមួយទៀតបើសិនជាអ្នកណាគឺមិនព្រមតាមទឹកជាមួយនឹងខ្ញុំទេតើពេលវេលានៅទីនេះវានឹងដើរយឺតដោយរបៀបណាហើយមកអូនស៊ីយន្តណាគាត់ទៅចឹងពេលធ្វើនាងគឺបានដោះទៅហើមយ៉ាងធូរទួងហ្មងតាមពិតគឺវាអញ្ចឹងឯងមិញហ្នឹងគឺថាអូនគឺនាងស្មាតទូពោះយើងមានកំណត់អកអីចឹងទៅ
តែបាត់រួមមានកណ្ដាលក៏អត់មែនហើយក្នុងចិត្តបងម្ចាស់ស៊ីយន្តនឹងវិញគឺថាអូយកាលពីហ្នឹងអូនឈីហ្វឹងហ្នឹងក៏ទៅតែក្មេងដែរមានអាយុ8ឆ្នាំផងដែរចឹងហើយគាត់ថាគឺប្រហែលជាមិនដឹងខ្យល់អីអំពីរឿងទាំងអស់ហ្នឹងទេអូខេក្មេងអាយុ8ឆ្នាំទៅអាប៉ែនេះអាយុ20ជាងចិត្តចូល30អីហ្នឹងជីវិតនេះទូពរបស់យើងគឺទៅតែមានអាយុ8ឆ្នាំតែជីវិតមុនគឺ20ជាងចិត្តចូល30ហើយគាត់តែនាងគឺអញ្ចឹងហើយគឺថាមកអូនគឺនាងបដូរកាប់គេយ៉ាងទៅកាន់ទូពរបស់យើងហ្នឹងគឺ160ដឺក្រេហ្មងតើនាងគឺបាននិយមទៅកាន់ទូពរបស់យើងយ៉ាងផ្អែមល្ហែមហ្មងហើយក៏បាននិយាយទៅកាន់គាត់ទៀតថាអូចាយល់ហើយបើសិនជាវានឹងគឺសម្រាប់ការវឹកហាត់គឺចាយនឹងជួយហើយគាត់តែអញ្ចឹងព្រាមអា system រោគចិត្តហ្នឹងវាក៏បានរត់មកអបអសាទរទៅកាន់ទូពរបស់យើងដោយសារតែទូពរបស់យើងហ្នឹងគឺគាត់បានបោកបញ្ឆោតមីអូនហ្នឹងហើយមីអូនហ្នឹងគឺមកពីគូសារតែធំដែរអញ្ចឹងចឹងហើយទូពរបស់យើងក៏ទទួលបាន300 Valent Point មិនមែនធំតែគូសារមីអូនហ្នឹងគឺមានដំណើរចឹងទៅចាំមើលទៅមុខទៀតចាំដឹងទៀតហើយមើលចឹងអាប៉ាចេញហ្វឹងវាក៏បានបាយមកមើលពួកយើងជាមួយនឹងភ្នែកដកដងហើយក៏បាននិយាយចិត្តរបស់វាថាតាមពិតទៅគឺគាត់នឹងគឺមិនបានធ្វើអញ្ចឹងទេប៉ុន្តែគាត់តែគាត់នឹងគឺបានក្រោយទៅវិញហើយបានឃើញជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់ម្ចាស់ស៊ីយន្តហ្នឹងធ្វើឲ្យគាត់នឹងអូយច្រឡំមាត់តាមពិតទៅខ្ញុំហ្នឹងគឺជាអ្នកដែលបោកឲ្យមកអូននឹងធ្វើអញ្ចឹងយីអាប៉ានេះប្រយោគចិត្តពិតបន្ទាប់មកពួកគេហ្នឹងក៏ចាប់ផ្ដើមdo cultivation ជាមួយនឹងគ្នាអា do cultivation ហ្នឹងគឺវាមានពីរប្រភេទហើយខ្ញុំក៏ធ្លាប់បញ្ជាបញ្យល់អ្នកគ្នាក្នុងរឿងចង់ធ្វើជាទូឲ្យប៉ុន្តែក៏ជាទូចិត្តគាត់ផងដែរប៉ុន្តែដោយសារតែអត់សូវមានអ្នកមើលអញ្ចឹងគឺខ្ញុំអាចនឹងបញ្យល់វាម្ដងទៀត Speed I need this ម្ដាយរបស់ខ្ញុំដូចជាមានផ្ទះនៅចុះអា Speed មែនសាយគេចឹងអា Speed អា Speed ហើយបន្ទាប់មកសេលយើងក៏បានកាត់បោកមួយឆ្នាំក្រោយមកនៅពេលនេះជាក៏បានគិតថាមានពន្លឺពណ៌មាសអ្វីម្យ៉ាងហ្នឹងគឺបានលេចឡើងនៅកន្លែងផ្សិតរបស់គាត់តែពេលនោះទូពរបស់យើងក៏បានបោកភ្នែកឡើងបំបែកប៊ុំពន្លឺយ៉ាងខ្លាំងហ្នឹងក៏បានផ្ទុះចេញពីកន្លែងអងផ្សិតរបស់គាត់វាហ្នឹងគឺជាការបំបែកកម្រិតហ្នឹងហើយសំទោសតាមពិតទៅគឺគាត់បំបែកផ្កាយឯងគឺគាត់ហ្នឹងគឺបានឡើងទៅដល់ផ្កាយទី3នៃដំណាក់កាលទី3បើនិយាយពីកម្រិតរបស់វាគឺថាខ្ញុំនឹងឲ្យអ្នកគ្នាវោតែខ្ញុំនឹងគូតែហៅវាជាឈ្មោះឬក៏ជាលេខអញ្ចឹងហើយទូពរបស់យើងហ្នឹងគាត់ក៏ទទួលបាន1000 Valent Point បន្ថែមតនចាប់ដល់នឹងទេ system វាក៏បានលូតមកបន្ថែមទៀតដែលឥឡូវគេហ្នឹងគឺទូពរបស់យើងគឺទទួលបានចំនួន5000 Valent Point ដោយសារតែគាត់ហ្នឹងគឺបានជួយឲ្យវិច័យស៊ីយន្តហ្នឹងគឺបំបែកឡើងទៅដល់កម្រិតទី3យ៉ាងហើយទូពរបស់យើងហ្នឹងក៏ទទួលបាននូវការទុកចិត្តទាំងសងអំពីវិច័យស៊ីយន្តហ្មងចំណែកអាក្រុមគេវិញហ្នឹងទូពរបស់យើងក៏ទទួលបានចំនួន5000 Valent Point ផងដែរដែលថាទូពរបស់យើងហ្នឹងគឺគាត់បានបំបែកនូវវាសនានៃការរៀបការជាមួយគ្នារវាងវិច័យស៊ីយន្តហើយនិងអាបែកវីសាហ្នឹងគឺទូពរបស់យើងគឺគាត់បានបំបែកចឹងទៅនិយាយទៅបើរោគចិត្តរបស់យើងហ្នឹងគឺដូចជាអាបែកគូឆេងហ្មងនិយាយមែនអូខេឥឡូវវាគឺជាចុងវីដេអូអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកគ្នាអំពីអារឿងសរសៃនេះហើយនឹង do cultivationអញ្ចឹងគឺចាប់ដើមដំបូងគឺ do cultivation សិនdo cultivation ហ្នឹងបើតាមបទពិសោធន៍នៃការអានរឿងរបស់ខ្ញុំគឺវាមានតែពីរប្រភេទហ្នឹងឯងអាទី1នោះគឺដូចជាបើកំសត់ឲ្យនឹងវាអូនប៊ូយ៉ាវអញ្ចឹងគឺវាអញ្ចឹងអ្នកគ្នាបាយយល់ហើយចំណែកទី2វិញគឺដូចជាទូពរបស់យើងធ្វើមិនអញ្ចឹងដោយការដោះសម្លៀកបំពាក់ចេញហើយអង្គុយទល់មុខគ្នាហើយក៏ចាប់ដៃគ្នាបញ្ចូលនៅធម្មពលយីនឹងយ៉ាងឲ្យគ្នាទៅវិញទៅមកអញ្ចឹងទៅប៉ុន្តែអាហ្នឹងគឺវាមានការធ្វើវាដូចជាការយើងចង់ដោះសម្លៀកបំពាក់ចេញទាំងសងក៏បានឬក៏ពាក់លើអត់អាក្រមក៏បានដែរចុយច្រឡំពាក់អាក្រមអត់លើក៏បានដែរវាអញ្ចឹងអូមួយទៀតពួកយើងហ្នឹងក៏អាចពាក់កៅអៅបានដែរអូខេឥឡូវយើងចូលមកដល់សរសៃអ្នកវិញម្ដងសរសៃអ្នក Dragon Venom ឬក៏លងម៉ៃហ្នឹងវានឹងគឺជារបស់ដែលនៅខាងក្រោមអីចឹងទៅដែលវានឹងគឺផ្ទុកទៅដោយធម្មពលយ៉ាងខ្លាំងឬក៏ធម្មពលវិញ្ញាណយ៉ាងខ្លាំងតែម្ដងដែលធ្វើអ្នកដាស់ដោះហ្នឹងគឺអាចឡើងកម្រិតយ៉ាងលឿនហើយបើក្នុងរឿងមួយចំនួនវិញគឺថានិកាយមួយគឺតែងតែធ្វើនិកាយរបស់គ្រូហ្នឹងនៅពីលើកន្លែងដីណាដែលមាននៅ Dragon Venom ហ្នឹងចឹងទៅមិនមែនត្រឹមតែនិកាយទេនគរក៏អញ្ចឹងតែបើសិនជាដក Dragon Venom ហ្នឹងគឺចេញពីក្រោមដីរបស់ពួកគេហ្នឹងគឺថាដឹងតែដួលរំភ្លាមហ្មងមិនមែនបាក់បាយទេគឺថាសិស្សអីហ្នឹងវឹកហាត់អីវិញទៅឡើងកម្រិតដូចមុនហើយបើក្នុងរឿងមួយចំនួនទៀតគឺថាហ្នឹងគឺវាកាន់តែមានសារៈសំខាន់ជាងមុនទៀតគាត់តែថាវាលេចឡើងភ្លាមគឺថានិកាយនគរឬក៏ស្អីហ្នឹងអ្នកក៏ហាននៅមុខអីហ្នឹងគឺមកវាគ្នាដណ្ដើមយកអាដីដែលមានអា Dragon Venom ហ្នឹងរស់នៅហើយទៅចង់គ្រប់គ្រងក៏អីហ្នឹងអីចឹងទៅពួកអី Dragon Venom វាផ្ទុកទៅដោយធម្មពលវិញ្ញាណយ៉ាងខ្លាំងដែលអាចធ្វើវិញ្ញាណហ្នឹងគឺវឹកហាត់ឡើងកម្រិតលឿនដូចខ្ញុំនិយាយចឹងហើយ Dragon Venom ហ្នឹងគឺវាបែងចែកទៅជា4-5ប្រភេទខ្ញុំអត់សូវចាំទេខ្ញុំលើកមកតែពីរមុននិយាយទេវាមានដូចជា Earth Dragon Venom ហើយនឹង Heaven Dragon Venom តែប៉ុណ្ណឹងបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះវ៉ៃចាំតិចគឺនៅមួយទៀតអា Dragon Venom ហ្នឹងបើសិនជានៅក្នុងរឿងខ្លះវិញគឺមានដំណាប់ថ្នាក់របស់គេចេះតើអាខ្លាំងអត់នេះតដូចជាDragon Venom ហ្នឹងអាខ្សោយជាងគេហើយអា Heaven ហ្នឹងវាអាចជាអាទី3ឬក៏អាទី2ចឹងទៅនៅមានអាខ្ពស់ជាងហ្នឹងទៀតតែគាត់ថាខ្ញុំវាភ្លេចឈ្មោះអូខេអ្នកគ្នាវគ្គទី3របស់យើងគឺបានចប់ត្រឹមតែប៉ុណ្្នឹងហើយទៅថាខ្ញុំยังហត់ដែរដោយសារតែវាยังបញ្យល់ច្រើនបន្តិចហើយខ្ញុំគឺទៅវាថាមើលការចងចាំរបស់ខ្ញុំផងហើយនឹងទៅ search មើលផងបាទអូយចង់ផ្ទុះគូក្បាលហើយបាទ
Yeah មានតែប៉ុណ្្នឹងឯងអ្នកគ្នាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងអាចយល់វីដេអូមួយនេះខ្ញុំព្យាយាមបញ្យល់អ្នកគ្នាឲ្យចង់មើលរបស់ខ្ញុំគឺអ្នកគ្នាធានាថាបញ្យល់ system របស់រឿង code division ហ្មងជួបគ្នាថ្ងៃស្អែកបើមិនពេលល្ងាចទេក៏យប់ចូលដូចជាថ្ងៃនេះអញ្ចឹងអានេះគឺចូលដល់ថ្ងៃថ្មីហើយបាទជួយថ្ងៃស្អែកឯងជួបគ្នានៅពេលព្រឹកហ្នឹងឯងក៏ពេលល្ងាចចុយ Good night